chẳng phải chạy chia thay bà sân gì dương ru mà chỉ cam cho kia tới min này tha dương miên cũng nứt đại thử chui trong cái đám kia nằm bay xoay rồi cả quay để thay mà vô mà đạn nòng crom hôn nói về toàn đừng bật tê là dương còn cũng đại về chúng ta ក្រុមជំនាញសួរទៅដល់ប្រិមត្តដែលកំពុងតែទស្សនានៅក្នុងកម្មវិធីបណ្ដា Talk Show ស្វាគមន៍មកកាន់ប្រធានបទទី189ដែលយើងលើកយកប្រធានបទដែលតាក់ទងទៅនឹងការរួមអាជីវកម្មបញ្ចូលគ្នាហើយសម្រាប់ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះនេះខ្ញុំក៏ចង់បញ្ជាក់ផងដែរថាការរំលាយក្រុមហ៊ុនបញ្ចូលគ្នានេះគឺសំដៅទៅដល់ក្រុមហ៊ុន2ឬក៏ច្រើនធ្វើការរំលាយបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយឬក៏ធ្វើការបង្រួមចូលគ្នាជាក្រុមហ៊ុនថ្មីមួយទៀត ហើយក្រុមនោះបន្ទាប់ពីបានរំលាយបញ្ចូលគ្នាហើយក្រុមហ៊ុនដែលបានរំលាយនោះគឺហៅថាក្រុមហ៊ុនមេចំណែកឯក្រុមហ៊ុនដែលទទួលបន្ទុកធ្វើជាអាជីវកម្មតទៅទៀតនោះគឺហៅថាក្រុមហ៊ុនបុតសម្ព័ន្ធក៏បើខាត់ពីយើងទស្សនិកជនយើងជួបជាមួយនឹងវាគ្មិនរបស់យើងតែម្ដងចាចាជំរាបសួរលោកគ្រូបានជំរាបសួរចាលោកគ្រូដំបូងនេះអនុញ្ញាតណែនាំខ្លួនទៅដល់ប្រិយមិត្តបន្តិចសិនចាបាទខ្ញុំគឺឈ្មោះឆេងលៀងជាគ្រូបង្រៀនគណនេយ្យហិរញ្ញវត្ថុនៅវិទ្យាស្ថានវណ្ណដាចាលោកគ្រូអូយលោកគ្រូសុភាពដល់ហើយចាអរគុណលោកគ្រូសុខទុក្ខយ៉ាងណាហើយមកមានញឹកជាមួយនឹងការបង្រៀនច្រើនដែរទេលោកគ្រូហើយលោកគ្រូបង្រៀនផ្នែកអ្វីដែរបាទបាននិយាយពីសុខទុក្ខវិញគឺសុខទុក្ខសប្បាយធម្មតាការងារគឺមិនមានញឹកជាធម្មតាទេអញ្ចឹងខ្ញុំជាគ្រូបង្រៀនផ្នែកគណនេយ្យហិរញ្ញវត្ថុគឺជំនាញ accounting ចាលោកគ្រូពីច្រើនលោកគ្រូបង្រៀនទៅលើឆ្នាំទីប្រហែលដែរតាមឆ្នាំទី1ទី2ដែរមានចាលោកគ្រូចាដោយសារតែប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងការរួមអាជីវកម្មបញ្ចូលគ្នាហើយចង់ឲ្យលោកគ្រូជំរាបជូនពាក់ព័ន្ធទៅនឹងដូចម្ដេចដែលហៅថាការរួមបញ្ចូលអាជីវកម្មនេះថាតើមានន័យយ៉ាងដូចម្ដេចដែរចាបាទអរគុណឯណាសម្រាប់បើនិយាយពីប្រធានបទការរួមអាជីវកម្មចូលគ្នានេះតាមដែរគឺសម្រាប់អ្នកធ្វើអាជីវកម្មគឺតែងតែចង់មានមហិច្ឆតាដើម្បីចង់ពង្រីកអាជីវកម្មរបស់ខ្លួនជានិច្ចចាហើយការពង្រីកអាជីវកម្មរបស់ខ្លួននេះផងដែរតតែយើងមានទ្រព្យទើបយើងអាចពង្រីកអាជីវកម្មរបស់យើងបានហើយប្រភពដែលផ្ដល់ឲ្យមានទ្រព្យបើយើងនិយាយទៅគឺវាមាន2ដែលយើងបានសិក្សារួចមកហើយនៅក្នុងឆ្នាំទី1គឺប្រភពដែលផ្ដល់ឲ្យមានទ្រព្យគឺវាមាន2ទី1គឺបំណុលចាបំណុលមានន័យថាយើងអាចទៅខ្ចីបុលពីគេដើម្បីយកមកពង្រីកអាជីវកម្មបន្ថែមដើម្បីស្វែងរកប្រាក់ចំណេញទី2គឺទុនរបស់យើងបាទអញ្ចឹងទី2គឺទុនរបស់យើងគឺយើងអាចពេលដែលយើងចំណេញគឺយើងអាចសន្សំវាយូរអញ្ចឹងវាខ្លាចជាទុនអញ្ចឹងយើងទៅបរិច្ឆដើម្បីយកទុនហ្នឹងទៅបរិច្ឆអាជីវកម្មរបស់យើងបន្ថែមទៀតហើយការរួមអាជីវកម្មនេះផងដែរបើសិនជាយើងមាន asset អញ្ចឹងមានន័យថាយើងពេលខ្លះយើងជាម្ចាស់អាជីវកម្មគឺយើងតែងតែមានមហិច្ឆតាអញ្ចឹងយើងអាចទៅទិញក្រុមហ៊ុនគេទាំងមូលដើម្បីមកធ្វើជាកម្មសិទ្ធិរបស់យើងហើយក្នុងការទិញនេះផងដែរយើងទិញគឺយើងទៅទិញក្រុមហ៊ុនគេទាំងមូលតែយើងឲ្យគេនៅរកស៊ីធម្មតាគ្រាន់តែការគ្រប់គ្រងគឺស្ដាប់តាមយើងជាអ្នកទិញបាទចាលោកគ្រូត្រង់ចំណុចមូលហេតុនៃការរួមបញ្ចូលអាជីវកម្មជាមួយគ្នាដែរគឺចង់ឲ្យលោកគ្រូជួយបកស្រាយពីចំណុចសំខាន់នីមួយៗនឹងជូនទៅដល់ប្រិយមិត្តផងចាបាទអរគុណមូលហេតុដែលរួមអាជីវកម្មចូលគ្នានេះផងដែរគឺមាន6ទី1គឺប្រាក់ចំណេញអញ្ចឹងប្រាក់ចំណេញនេះគឺចង់និយាយទៅលើបើសិនជាយើងរួមអាជីវកម្មចូលគ្នាអញ្ចឹងក្រុមហ៊ុនយើងគឺវាមាន2ពេលដែលយើងរួមទៅបើយើងឧទាហរណ៍ថាបើក្រុមហ៊ុនមួយចំណេញ$10អញ្ចឹង2វា$20បាទអញ្ចឹងកន្លែងហ្នឹងទី2គឺ control the market អញ្ចឹង control the market បើសិនជាយើងរួមអាជីវកម្មចូលគ្នាមានន័យថាយើងបានទៅទិញក្រុមហ៊ុនគាត់អញ្ចឹងយើងអាចវាយផ្ដាច់ទីផ្សារបានមានន័យថាគឺយើងកាន់កាប់ទីផ្សារបានហើយបាទទី3គឺ survival គឺភាពរស់រានអញ្ចឹងភាពរស់រាននេះផងដែរមានន័យថាពេលដែលយើងឃើញក្រុមហ៊ុនហ្នឹងគាត់មិនសូវដំណើរការតែយើងទៅទិញទៅព្រោះក្រុមហ៊ុនយើងវាល្បីអញ្ចឹងយើងទៅទិញទៅអញ្ចឹងអាចបន្តឲ្យក្រុមហ៊ុនហ្នឹងដំណើរការទៅបានហើយបាទចាទី4គឺ tax advantage អញ្ចឹងគឺការលើកលែងពន្ធ
ការលើកលែងពន្ធនេះផងដែរបើសិនជានៅក្នុងដែលនយោបាយឈ្នះរបស់សម្ដេចដែលគាត់បានលើកឡើងគឺគាត់បានផ្ដល់ការលើកទឹកចិត្តទៅដល់អ្នកវិនិយោគដើម្បីឲ្យអ្នកវិនិយោគមកវិនិយោគនៅស្រុកយើងច្រើនគឺអាចនឹងមានលក្ខខណ្ឌដែលត្រូវបទូថយពន្ធនេះអញ្ចឹងមកបាទទី5គឺ technology អញ្ចឹងបច្ចេកវិទ្យាថ្មីបើសិនជាយើងរួមអាជីវកម្មចូលគ្នាទៅមានន័យថាយើងមានគំនិតដែលត្រូវជួយចង់ផ្ដើមគ្នាដើម្បីស្វែងរកអ្វីដែលថ្មីមកយកមកដាក់ក្នុងក្រុមហ៊ុនឲ្យវាទាន់នឹងប្រទេសដែលយើងកំពុងតែរីកចម្រើនចាគ្រូទី6គឺ cost saving ចំណាយថ្លៃដើមតិចបាទបើសិនជាយើងរួមអាជីវកម្មចូលគ្នាអញ្ចឹងយើងត្រូវការចំណាយថ្លៃដើមតិចបាទគឺឧបមាថាបើសិនជាយើងជិះឡានម្នាក់ទៅសៀមរាបម្នាក់ទៀតក៏ទៅសៀមរាបចុះបើយើងជិះមួយគ្នាវាអស់សាច់តិចបាទអញ្ចឹងវា save បាទចាលោកគ្រូបាទចាប៉ុណ្ណឹងចាក៏ចង់នឹងដូចគ្នាលោកគ្រូពាក់ព័ន្ធទៅនឹងមូលហេតុនៃការអាចឲ្យអ្នកធ្វើអាជីវកម្មសម្រាប់នៅក្នុងការរួមនៅអាជីវកម្មបញ្ចូលគ្នាតើមានមូលហេតុអ្វីខ្លះដែរចាបាទសម្រាប់ការរួមអាជីវកម្មចូលគ្នានេះគឺនិយាយទៅវាមានគុណសម្បត្តិច្រើនទី1គឺ profit និយាយទៅលើប្រាក់ចំណេញទី2គឺ control the market គឺយើងអាចគ្រប់គ្រងទីផ្សារបានទី3គឺ survival គឺភាពរស់រានទី4គឺ advantage ទី5គឺ technology ទី6គឺ cost saving នឹងជាមូលហេតុនៃការរួមបញ្ចូលអាជីវកម្មបញ្ចូលគ្នាប៉ុន្តែក្នុងនោះក៏ចង់ដឹងដូចគ្នាអំពីការរួមបញ្ចូលនៅអាជីវកម្មបញ្ចូលគ្នានេះដែរថាចែកចេញជាប្រមាណទម្រង់ដែរហើយអ្វីខ្លះដែរលោកគ្រូការរួមអាជីវកម្មចូលគ្នាគឺមាន3ទម្រង់ទី1គឺ strategy merger ទី2គឺ strategy consolidation ទី3គឺ stock acquisition ចាលោកគ្រូអាចបញ្ចូលនិយមន័យទាំង3ចំណុចនេះជូនទៅដល់ប្រិយមិត្តផងបានចាបាទទី1គឺ strategy merger គឺជាទម្រង់មួយដែលកើតឡើងនៅពេលដែលក្រុមហ៊ុនមួយបានទៅទិញក្រុមហ៊ុនដទៃទៀតទាំងមូលទិញទាំង asset ទិញទាំង liability រំលាយបញ្ចូលទៅដាក់ក្រុមហ៊ុនរបស់ខ្លួនមានន័យថាពេលដែលយើងទិញ asset ទិញទាំង liability វាប្រៀបបានដូចជាយើងទៅទិញក្រុមហ៊ុនគេទាំងមូលអញ្ចឹងពួកវាយើងនិយាយពីសម័យកាលគណនេយ្យគឺវាស្មើនឹង A ស្មើ L បូក E បើសិនជាយើងទិញ asset ទិញ liability វាប្រៀបបានដូចជាយើងទិញ equity ផងដែរហើយនៅក្នុងកន្លែងនេះផងដែរគឺលើកឧទាហរណ៍មួយចុះបើយើងនិយាយទៅលើការទិញក្រុមហ៊ុនគេទាំងមូលដើម្បីយកមករំលាយដាក់ក្នុងក្រុមហ៊ុនខ្លួនដូចជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ smart គាត់បានទៅទិញ Beeline អញ្ចឹងយកមកទិញក្រុមហ៊ុន Beeline មកដើម្បីរំលាយមកដាក់ជាក្រុមហ៊ុន smart របស់គាត់បាទដើម្បីរកស៊ីបន្តទៀតបាទអរគុណលោកគ្រូចាបន្តចំណុចជាបន្តបាទទៅលើ statutory consolidation នេះគឺមានន័យថាក្រុមហ៊ុនទាំងពីរបានរំលាយបញ្ចូលគ្នាបង្កើតទៅជាក្រុមហ៊ុនថ្មីមួយដើម្បីរកស៊ីបន្តមានន័យថាក្រុមហ៊ុនយើងជាក្រុមហ៊ុន A ទៅទិញក្រុមហ៊ុន B ហើយឈ្មោះក្រុមហ៊ុនក៏មិនយកតាម A ក៏មិនយកតាម B ដែរបង្កើតថ្មីគឺបង្កើតថ្មីវាប្រៀបបានដូចជាយើងនិយាយទៅគឺក្រុមហ៊ុន Kumin Bank គាត់បានវិនិយោគចូលជាមួយប្រាសាក់អញ្ចឹងបង្កើតទៅជាក្រុមហ៊ុនថ្មីមួយមានថា KB ប្រាសាក់មកកចាចុះចំណុចចុងក្រោយលោកគ្រូចំណុចចុងក្រោយគឺ stock acquisition មានន័យថាការឡើងនៅពេលដែលក្រុមហ៊ុនមួយបានទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនដទៃទៀតក្រោយពីពេលទិញក្រុមហ៊ុនទាំងពីរនៅតែរកស៊ីធម្មតាចាតែមានទំនាក់ទំនងនឹងគ្នាបាទចាលោកគ្រូអរគុណច្រើនខ្លាំងមែនទែនលោកគ្រូសម្រាប់ការចែករំលែកនៅក្នុងថ្ងៃនេះលោកគ្រូមានអ្វីចង់ផ្ដាំផ្ញើទៅដល់ប្រិយមិត្តដែរទេចាបាទសូមអរគុណចុងក្រោយនេះគឺខ្ញុំមានមតិផ្ដាំផ្ញើដល់សិស្សសាស្ត្រសិស្សដែលឆ្លាញ់នៅជំនាញគណនេយ្យគឺគាត់អាចមកសិក្សានៅវិទ្យាស្ថានបណ្ដាបានបាទចាអរគុណប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីអរគុណសម្រាប់ការតាមដានទស្សនានៅកម្មវិធី Mada Talk Show តាំងពីដើមរហូតដល់ចប់យើងខ្ញុំសន្យាថានឹងវិលមកជួបប្រិយមិត្តនារីរាល់ថ្ងៃសៅរ៍វេលាម៉ោង 8:00 យប់ដដែលគណៈពេលនេះយើងទាំងពីរនាក់សូមអរគុណនិងសូមគោរពលា